Hello ladies and gentlemen welcome to the Guy Channel ហើយនេះគឺជារឿងថ្មីមួយដែលនិយាយអំពីតួអង្គឯករបស់យើងបានប្រព្រឹត្តនៅបទល្មើសដែលបណ្ដាលឲ្យរូបគេត្រូវបានជាប់ទោសនៅក្នុងគុកដ៏សែនគ្រោះថ្នាក់មួយហើយបន្ទាប់ពីការប្រយុទ្ធស៊ីសាច់ហត់ជាបង្គាមឆ្អឹងអស់មួយរយៈតួឯករបស់យើងក៏បានក្លាយទៅជាបងធំនៅក្នុងគុកមួយនោះរួចក៏បានទៅសងសឹកជាមួយសត្រូវរបស់ខ្លួនយ៉ាងព្រៃផ្សៃផងដែរចង់ដឹងថាដំណើររឿងថ្មីនេះវាល្អមើលយ៉ាងណានោះតោះ like subscribe and comment ម្នាក់មួយសិនមកឬក៏អាចបើកកាហ្វេ admin ក៏បានដែរដូចនេះហើយកុំឲ្យខាត់ពេលវេលាច្រើនតោះចាប់ផ្ដើមចាប់ផ្ដើមឡើងមកយើងក៏បានឃើញនៅក្មេងប្រុសវ័យចំទង់ម្នាក់កំពុងតែដេកសន្លប់ស្ដូកស្ដឹងទាំងសភាពទ្រុឌទ្រោមហើយគេក៏បាននិយាយនៅក្នុងចិត្តប្រាប់មកកាន់អ្នកទស្សនាថារាល់ថ្ងៃនេះអំពើហិង្សាគឺជាផ្នែកមួយនៃជីវិតរបស់ខ្ញុំបានថមធាត់ដោយការវាយដំឥតឈប់ឈរពីសំណាក់ឪពុករបស់ខ្ញុំផ្ទាល់ដោយនេះហើយរឿងរ៉ាវបែបនេះវាគ្រាន់តែជារឿងធម្មតាសម្រាប់ខ្ញុំប៉ុណ្ណោះទៀតសោតបន្ទាប់ពីការសម័យមួយនេះសាច់រឿងក៏បានកើតទៅកាន់តួឯករបស់យើងដែលគេពេលនេះគឺជាអ្នកទោសស្ថិតនៅក្នុងគុកមួយហើយគេក៏តែងតែត្រូវបានពួកអ្នកទោសផ្សេងៗទៀតមកប៊ូលីជារឿយៗផងដែរចំណែកអ្នកទោសម្នាក់នេះគេឈ្មោះថាគឹមសេងហូត្រូវបានតុលាការកាត់ទោសឲ្យជាប់គុកនៅទីនេះរយៈពេល2ឆ្នាំសម្រាប់បទល្មើសរំលោភមនុស្សស្រីហើយអបិគឹមសេងហូម្នាក់នេះក៏ជាមនុស្សស្ថិតនៅក្នុងបន្ទប់ជាមួយតួឯកប្រុសរបស់យើងហើយក៏តែងតែប៊ូលីទៅកាន់តួឯកយើងឲ្យជាប់ជាប់ផងដែរដោយឡែកតួឯករបស់យើងស៊ូទ្រាំនឹងការប្រមាថប៊ូលីគ្រប់យ៉ាងក៏ព្រោះតែគេចង់បានលុយនិងមិនចង់បង្ករឿងឲ្យកាន់តែរញ៉េរញ៉ៃហើយនេះហើយទើបបានជាគេខ្លាចទៅជាគោលដៅប៊ូលីសម្រាប់មនុស្សគ្រប់គ្នាដែលនៅកន្លែងហ្នឹងព្រោះថាឲ្យតែមានលុយឲ្យគេតិចក្តីច្រើនក្តីក៏គេមិនតបតអ្វីឡើយនៅក្នុងគណៈពេលនេះអបិសិង្ហោក៏បានរបូតកាក់ចេញពីដៃនិងធ្លាក់ទៅកាន់ចានបង្គន់ដែលនៅក្បែរហ្នឹងបន្ទាប់ពីឃើញចឹងអបិសិង្ហោក៏ចាក់បដ ாய் ដាក់ឲ្យតួឯករបស់យើងធ្វើការយកមាត់ទៅពំកាក់មួយនោះចេញហើយបន្តមកកាក់មួយនោះនឹងក្លាយជារបស់តួឯកយើងជាជាមិនខានដោយឡែកបរិះវ័យចំទង់របស់យើងមិនចាំយូរឡើយឲ្យតែបានប្រាក់គេមិនខ្វល់នោះទេទោះបីជាត្រូវយកក្បាលមកចូលទៅក្នុងចានបង្គន់ដ៏សែនស្អុយរលួយក៏គេនៅតែធ្វើដដែលដោយឡែកចំពោះអ្នកទោសផ្សេងបន្ទាប់ពីធ្វើបាបតួឯករបស់យើងអស់ចិត្តពួកគេក៏បានចាក់ចេញទៅទេសោតមកដល់ដំណាក់កាលនេះហើយតួឯកប្រុសរបស់យើងគឺមានឈ្មោះថាឆាជូយ៉នត្រូវបានតុលាការដាក់ទោសឲ្យជាប់គុករយៈពេល3ឆ្នាំពីបទល្មើសប៉ុនប៉ងឃាតកម្មនឹងឯងនៅហើយគ្នាយើងមើលទៅទឹកមុខតួឯកយើងដូចមិនមែនមនុស្សស្លូវសោះមួយសន្ទុះក្រោយមកទៀតប៉ូលីសដែលយាមគុកក៏បានមកប្រាប់ថានៅពេលនេះមានមនុស្សមកសួរសុខទុក្ខតួឯករបស់យើងចំណែកឯអ្នកដែលមកសួរសុខទុក្ខគេមិនមែនជានរណាឆ្ងាយឡើយដែលតាមពិតទៅម្នាក់នោះគឺជាមនុស្សស្រីដ៏ស្រស់ស្អាតហើយក៏ត្រូវជាមិត្តភក្តិរបស់តួឯកយើងដូចគ្នាទៀតសោតគ្រាន់តែឃើញទឹកមុខរបស់តួឯកយើងនាងក៏ដឹងដែរថាគេត្រូវបានអ្នកដទៃធ្វើបាបប៊ូលីទៀតហើយដោយនេះនាងក៏ចាប់ផ្ដើមជេរយកទៅកាន់តួឯករបស់យើងដោយឆ្ងល់ថាហេតុអ្វីបានជាគេមិនព្រមតដៃសោះហើយរត់ទៅភ្ញាក់ផ្អើលថែមទៀតបន្ទាប់ពីតួឯករបស់យើងឲ្យប្រាក់ទៅកាន់នាងឡើងមួយកដងធំតែម្ដងដែលប្រាក់ទាំងអស់នេះសុទ្ធតែជាប្រាក់សន្សំដែលរូបគេស៊ូអត់ស៊ូឃ្លានត្រូវគេធ្វើបាបរាល់ថ្ងៃនេះឯងជាចឹងអេមីនភ្លេចប្រាប់ម្នាក់ស្រីនេះឈ្មោះថាដេយ៉នគឺជាសិស្សវិទ្យាល័យហើយបន្ទាប់ពីដឹងរាល់រឿងរ៉ាវដែលបានកើតឡើងចំពោះតួឯករបស់យើងនាងពិតជាបារម្ភនិងអាណិតទៅកាន់គេខ្លាំងណាស់ដោយឡែកមូលហេតុដែលតួឯករបស់យើងព្យាយាមសន្សំប្រាក់ទាំងដែលគេនៅក្នុងគុកក៏ព្រោះតែគេចង់បន្តការសន្យាជាមួយនឹងកញ្ញាដេយ៉នថាពួកគេទាំងពីរនឹងរស់នៅជាមួយគ្នាបន្ទាប់ពីនាងបានបញ្ចប់ការសិក្សាហើយទេសោតនេះក៏ជាគោលដៅតែមួយគត់នៅក្នុងជីវិតតួឯកប្រុសរបស់យើងផងដែរហើយនេះហើយកញ្ញាដេយ៉នក៏មានចិត្តព្រួយបារម្ភនិងអាណិតទៅកាន់តួឯកប្រុសរបស់យើងដូចគ្នាដោយនេះមុននឹងចាក់ចេញនាងក៏បានផ្ដាំផ្ញើទៅកាន់គេឲ្យចេះមើលថែរក្សាខ្លួនឯងផងដែរចំណែកអ្នកកំឡោះជូយ៉នបន្ទាប់ពីនារីដែលខ្លួនឯងស្រឡាញ់បានចាក់ចេញទៅទឹកមុខរបស់គេក៏ចាប់ផ្ដើមស្រពោនមួយរំពេចមកដល់ត្រង់នេះសាច់រឿងក៏បានកាត់ទៅកាន់អតីតកាលបន្តិចនៅក្នុងមន្ទីរពេទ្យមួយនេះរដូវធ្លាក់ព្រិលយើងក៏បានឃើញកញ្ញាដេយ៉នរួមជាមួយជូយ៉នអង្គុយនៅពីមុខបន្ទប់សង្គ្រោះបន្ទាន់មួយភ្លាមនោះកញ្ញាដេយ៉នក៏បានប្រាប់ទៅកាន់ជូយ៉ងថាគ្រប់យ៉ាងមិនមែនជាកំហុសរបស់គេនោះទេដោយឡែកអ្នកដែលកំពុងសង្គ្រោះបន្ទាន់តាមពិតទៅគឺជាឪពុករបស់តួឯកយើងនឹងឯងបន្ទាប់ពីហេតុការណ៍មួយនេះតុលាការក៏បានកាត់ទោសឲ្យតួឯករបស់យើងមានទោសជាប់គុករយៈពេល3ឆ្នាំពីបទប៉ុនប៉ងសម្រាប់ឪពុករបស់ខ្លួនគ្រាន់តែលើបែបនេះតួឯករបស់យើងចង់ធ្លាក់ថ្លើមក្តីសង្ឃឹមស្ទើរតែរលាយបាត់ទៅហើយប៉ុន្តែក៏នៅតែមានសង្ឃឹមដោយសារតែមានមនុស្សស្រីដែលខ្លួនឯងស្រឡាញ់គឺជាកញ្ញាដេយ៉ននៅចាំពាក្យសន្យាដែលរស់នៅជាមួយគ្នានឹងឯងហើយរាល់ពេលដែលគេនឹកឃើញទៅដល់កញ្ញាដេយ៉នគេតែងតែយករូបថតរបស់អ្នកទាំងពីរមកមើលជានិច្ចទេសោតមានថ្ងៃមួយនៅពេលដែលគេកំពុងមើលរូបថតក្រាស់របស់ខ្លួនសុកស្រាប់តែអ្នកទោសដែលមានឈ្មោះថាគឹមសេងហូបានមកលេងគេរួចក៏ចង់មើលរូបថតរបស់តួឯកយើងដូចគ្នាប៉ុន្តែជូយ៉ងមិនព្រមឲ្យនោះឡើយដែលជាហេតុធ្វើឲ្យគេចាប់ផ្ដើមញញឹមរួចក៏ចាប់ផ្ដើមវាយដំទៅកាន់ជូយ៉ងឡើងមកចាស់ដៃផងដែរប៉ុន្តែនៅរំពេចមួយនោះស្រាប់តែប៉ូលីសក៏បានបើកទ្វារចូលមកនិងធ្វើការណែនាំសមាជិកថ្មីដែលជាអ្នកទោសចូលមករួមបន្ទប់ជាមួយនឹងអ្នកទាំងអស់គ្នាទេ
សោតដំណាំមកដល់របស់គេពិតជាកំណាចមែនទែនដែលបណ្ដាលឲ្យអ្នកទោសផ្សេងទៀតដែលនៅក្នុងបន្ទប់មួយហ្នឹងពិតជាមានការភ័យខ្លាចយ៉ាងខ្លាំងមូលហេតុក៏ព្រោះតែអ្នកទោសថ្មីម្នាក់នេះមានបទឧក្រិដ្ឋធ្ងន់ខ្លាំងមែនទែនគឺគេបានសម្លាប់មនុស្សរហូតដល់7នាក់ណោះដែលទោសរបស់គេត្រូវជាប់គុករយៈពេល20ឆ្នាំដូចគ្នាហើយគាត់មានឈ្មោះថាម៉ាជីអ៊ំសូមបើកមុខកញ្ចក់តិចគ្នាយើងតាមពិតទៅមន្ទីរឃុំឃាំងអ្នកទោសមួយនេះគឺជាពន្ធនាគារអនិច្ចជនអាយុក្រោម19ឆ្នាំប៉ុណ្ណោះដូចនេះហើយទោះបីជាអ្នកទោសក្មេងៗទាំងអស់នេះបានសម្លាប់មនុស្សឬក៏ប្រព្រឹត្តបទល្មើសធំជាច្រើនក៏គ្មានទោសណាប្រហារជីវិតគេដែរចឹងហើយបានជាប្រូម៉ាជីអ៊ំសម្លាប់មនុស្សរហូតដល់7នាក់បែរជាមានទោសជាប់គុកត្រឹមតែ20ឆ្នាំមូលហេតុក៏ព្រោះតែគេមិនទាន់គ្រប់អាយុនឹងឯងយ៉ាងណាក៏ដោយអាប៉ែសេងហូក៏នៅតែខ្លាចរអាគេនៅតែកក្លឿនបែរជាចង់បដៅទៅកាន់ប្រូជីអ៊ំឲ្យស្គាល់ថានរណាគេគឺជាមេនរណាគេគឺជាកូនតែដំបូងទៅនិយាយឌឺដងទៅកាន់ប្រូជីអ៊ំហើយដោយឃើញថាមុខគាត់ឌឺណាស់ដែរគ្មានចាំយូរទេខណៈដែលប្រូជីអ៊ំងាកចេញអាប៉ែសេងហូក៏ជាកណ្ដាប់ដៃស្ទុះទៅវិវហាគាត់ពីក្រោយដោយកំរោលប៉ុន្តែបែរជាត្រូវបានប្រូជីអ៊ំអាចគេចផុតបានយ៉ាងរហ័សមិនតែប៉ុណ្ណោះគាត់ក៏អាចបើកការវិវហាត្រឡប់មកវិញទាំងកំណាចផងដែរទាសោតកណ្ដាប់ដៃរបស់គាត់ក៏ហោះស្ទុយជិតទៅដល់មុខអាប៉ែសេងហូខណៈដែលជូយ៉ងក៏បានឃើញនៅទស្សនភាពដ៏អស្ចារ្យមួយនេះដូចគ្នាបើមើលទៅល្បឿនកណ្ដាប់ដៃរបស់ប្រូជីអ៊ំពិតជាលឿនខ្លាំងមែនទែនប៉ុន្តែមិនដឹងថាគាត់កើតអ្វីបែរជាឈប់នៅពាក់កណ្ដាលទីដែលជាហេតុបណ្ដាលឲ្យអាប៉ែសេងហូបានដៃហើយក៏យកឱកាសមួយនេះសុទ្ធទៅកាន់កតាមុខរបស់គាត់វិញលន់សោតែប៉ាំងតែម្ដងនឹងហើយមួយដៃនេះមិនស្រាទេបែរឈាមខ្ចាយបាត់ទៅហើយជូយ៉ងដល់ឃើញចឹងកាំងណាស់ដែរហ្នឹងនឹងហើយមានអីទៀតអាប៉ែសេងហូរួមទាំងគ្នាក៏នាំគ្នាបោកធីមសម្ពងទៅកាន់ប្រូជីអ៊ំមកចាស់ដៃនឹងឯងអ្វីដែលសំខាន់ចាប់តាំងពីពេលនោះមកប្រូជីអ៊ំក៏ត្រូវបានក្រុមអាប៉ែសេងហូនាំគ្នាប៊ូលីដូចជាជូយ៉នតួឯករបស់យើងចឹងយប់ឡើងជូយ៉នក៏បានណែនាំឲ្យប្រូជីអ៊ំព្រមធ្វើគោធ្វើសេះឲ្យអាប៉ែសេងហូទៅបានមិនសូវឈឺសាច់ប៉ុន្តែទោះបីជាដឹងចឹងហើយក្តីក៏ប្រូជីអ៊ំមិនព្រមស្ដាប់ជាដាច់ខាតនិយាយទៅគាត់អត់ខ្វល់ទេចង់គេវាយដំយ៉ាងម៉េចក៏តាមចិត្តទៅទាសោតគាត់ក៏បានសួរទៅកាន់ជូយ៉នវិញថាតើឯងតែងតែជាមនុស្សកំសាកបែបនេះមែនទេចំណែកជូយ៉នលឺហើយមិនបានឆ្លើយតបអ្វីឡើយបានត្រឹមតែដកដង្ហើមធំប៉ុណ្ណោះសាច់ឡើងសាច់រឿងក៏បានកាត់ទៅកាន់ផ្លូវមួយកន្លែងដល់ភ្លើងស្តុបលួតពណ៌ខៀវយើងក៏បានឃើញនៅកញ្ញាដេយ៉នកំពុងដើរឆ្លងថ្នល់ទាំងក្នុងដៃអោបក្រសោបនៅអាហារឆ្ងាញ់ៗទុកជូនទៅកាន់ជូយ៉នដែលនៅក្នុងគុកដូចគ្នាប៉ុន្តែពិតជារឿងដ៏អកុសលនាងដើរមិនទាន់ផុតផ្លូវផងស្រាប់តែត្រូវបានរថយន្តធំមួយជិះមកបុកដោយល្បឿនលឿនមែនទែនដែលបណ្ដាលឲ្យកញ្ញាដេយ៉នស្លាប់មួយរំពេចទៅទាសោតដំណឹងដ៏សោកសៅមួយនេះក៏ត្រូវបានប៉ូលីសម្នាក់បានមកប្រាប់ជូយ៉នផងដែរតួឯករបស់យើងគ្រាន់តែលឺចឹងភ្លាមបេះដូងស្ទើរតែជប់លោតខ្លាមស្ទើរតែប្រេះជាពីររីឯអារម្មណ៍មូមីហាក់បីមិនបាននៅក្នុងខ្លួនរបស់គេទៀតឡើយហើយគេក៏ចាប់ផ្ដើមនៅស្ងៀមស្ងាត់ខុសពីធម្មតាដោយអង្គុយនៅតែមួយកន្លែងមើលទៅការរូបថតរបស់ខ្លួននិងកញ្ញាដេយ៉នរហូតអាប៉ែសេងហូមកដល់ក៏មិនខ្ចីខ្វល់ចំណែកអាជើងប៊ូលីដល់ឃើញចឹងគេក៏សើចឡើងនឹងបានទៅកញ្ឆក់យករូបភាពមួយនោះមកមើលហើយថែមទាំងនិយាយសើចចំអកមាក់ងាយសពសារពើដោយមិនខ្វល់ទេថាអ្នកនៅក្នុងរូបនោះបានស្លាប់ហើយក្តីពីសម្ដីស្មោកគ្រោទាំងអស់ជូយ៉នបានស្ដាប់ទាំងឈឺចាប់ខណៈដែលប្រូជីយ៉ងដែលអង្គុយនៅក្បែរនោះក៏បានអាណិតទៅកាន់គេដូចគ្នាប៉ុន្តែគាត់មិនអាចធ្វើអ្វីបាននោះឡើយប៉ុន្តែអ្នកណាទៅដឹងទៅថាតួឯករបស់យើងបានឈានដល់ដែនកំណត់នៃការអត់ធ្មត់ហើយរំពេចនោះរឿងដ៏សែនភ្ញាក់ផ្អើលក៏បានកើតឡើងប្រូគីយ៉ងបានបើកភ្នែកធំហាក់បីមិនគួរឲ្យជឿតទៅសោះខណៈដែលមានកណ្ដាប់ដៃមួយកំពុងបោះពួយសុទ្ធទៅកាន់មុខអាប៉ែសេងហូលន់សូតែប៉ាំងទាសោតអ្នកដែលបានធ្វើនៅរឿងមួយនេះគឺជាជូយ៉នតួឯករបស់យើងនឹងឯងហើយកម្លាំងដាល់ដ៏ខ្លាំងមួយនេះក៏បានធ្វើឲ្យគ្នាអាប៉ែសេងហូគាំងចំហមាត់ដល់ថ្នាក់រុយហោះចូលក៏មិនដឹងខ្លួនផងគ្នាយើងមើលទៅថាខ្លាំងប៉ុណ្ណានោះសង្ស័យតែអាប៉ែសេងហូវិទ្យាបានទៅហើយយ៉ាងបន្ទាប់ពីបានឃើញនៅទឹកមុខដ៏សែនកាចសាហាវរបស់ជូយ៉នប្រូគីយ៉ំក៏បាននឹកឃើញទៅកាន់ពីសម្ដីមួយចំនួនដែលគេធ្លាប់បាននិយាយប្រាប់ខ្លួននៅថ្ងៃមួយនៅពេលដែលម៉ោងធ្វើការរបស់អ្នកទោសជូយ៉នក៏បានប្រាប់ទៅកាន់ប្រូជីអឹមថាតាមពិតទៅឪពុករបស់គេគឺជាដៃស្ដាំរបស់ក្រុមកេងស្ទ័រដ៏ធំមួយហើយតាំងពីតូចមកគេត្រូវបានឪពុកខ្លួនវាយដំច្រំធាក់ឥតសំចៃរីឯគេក៏តែងតែទទួលយកទាំងមិនតបតអ្វីឡើយមូលហេតុក៏ព្រោះតែគាត់នៅតែជាឪពុករបស់គេនឹងឯងក៏ប៉ុន្តែការអត់ធ្មត់គឺមានដែនកំណត់គេក៏បានតដៃជាមួយឪពុកខ្លួនវិញនៅពេលដែលគាត់បានធ្វើបាបទៅកាន់មិត្តភ័ក្តិរបស់ខ្លួនដល់ពេលលឺអញ្ចឹងប្រូជីអឹមពិតជាមានការឆ្ងល់មែនទែនគាត់ពិតជាឆ្ងល់ខ្លាំងណាស់តើអតីតកាលរបស់តួឯករបស់យើងមានអ្វីបានកើតឡើងចំពោះគេទៅហើយបើតាមពីសម្ដីនិងទឹកមុខរបស់គេនៅពេលនោះគាត់ហាក់ដឹងថាជូយ៉នម្នាក់នេះមិនមែនជាមនុស្សទន់ខ្សោយដូចអ្នកផ្សេងបានមើលមកកាន់គេនោះឡើយការមកកាន់បច្ចុប្បន្នគ្នារបស់អបិសេងហូទាំងប្រមាណអ្នកដែលនៅក្នុងបន្ទប់មួយហ្នឹងក៏ចាប់ផ្ដើមសម្រុកចូលវាបហាមកកាន់ជូយ៉នផងដែរប៉ុន្តែសូមចូលរួមសោកស្ដាយផងជូយ៉នពេលនេះមិនដូចជូយ៉នកាលពីពេលមុននោះឡើយកំហឹងរបស់គេក៏បានផ្ទុះឡើងបីសាច់នៅក្នុងខ្លួនក៏ចេញមកក្រៅដូចគ្នាដែលបណ្ដាលឲ្យកណ្ដាប់ដៃរបស់ជូយ៉នវាយទាំងអស់ហ្នឹងឲ្យតែពីណាហ៊ានឆ្លើចូលឈាមក៏ចាប់ផ្ដើមដាបពេញផ្ទៃអេក្រង់ដែលអ្នកទស្សនាកំពុងមើលខណៈដែរកែវភ្នែករបស់ជូយ៉នពិតជាកាយសាហាវមែនទែនហើយត្រឹមតែមួយផ្លែតប៉ុណ្ណោះក្រុមប៊ូលីដែលនៅក្នុងបន្ទប់មួយនេះបានដេកស្អាតបាត់ទៅហើយចំណែកអបិសេងហូដល់ឃើញតួឯករបស់យើងចាប់ផ្ដើមកាយបែបនេះគេក៏ចាប់ផ្ដើមសុំទោស
នឹងសូមអង្វរឲ្យជូយ៉នធ្វើការលើកលែងទោសនោះគេប្រកាសជាឲ្យលុយទៅកាន់ជូយ៉នតាមអ្វីដែលគេត្រូវការប៉ុន្តែមកដល់ដំណាក់កាលនេះទៅហើយលុយគឺវាគ្មានអត្ថន័យចំពោះជូយ៉នទៀតឡើយពិភពលោករបស់គេនៅពេលដែលគ្មានកញ្ញាដេយ៉នគឺគ្មានអ្វីៗទាំងអស់ហើយនេះហើយរូគេឥឡូវគឺមិនចង់ចេញទៅក្រៅពីពន្ធនាគារមួយនេះទៀតទេហើយនេះហើយតួឯករបស់យើងក៏ចាប់ដើមសុទ្ធទៅកាន់កដាមុខអាប៉ែសេងហូឡើងមកចាស់ដៃដល់ថ្នាក់អាប៉ែសេងហូស្ងាត់បាត់មាត់ឈឹងហើយមុខមើលលែងយល់បាត់ទៅហើយរឿងរ៉ាវមួយនេះគឺជាចំណុចចាប់ផ្ដើមនៃជីវិតរបស់តួឯកប្រុសយើងក្នុងការប្រយុទ្ធដើម្បីឡើងធ្វើជាបងធំនៅក្នុងគុកដ៏សែនគ្រោះថ្នាក់មួយនេះនឹងឯងក្រោយមកសាច់រឿងក៏បានកាត់ទៅកាន់អតីតកាលបន្តិចនៅពេលដែលតួឯកប្រុសយើងនៅក្មេងគេតែងតែត្រូវបានឪពុករបស់ខ្លួនធ្វើការវាយដំច្រំធាក់ឥតសំចៃគោលបំណងរបស់ឪពុកគេគឺមានតែមួយទេចង់ឲ្យកូនរបស់ខ្លួនរឹងមាំជាមុនហើយដើរតាមកន្លងរបស់ខ្លួនដែលរស់នៅក្នុងជីវិតបងធំបងតូចកេងស្ទើអីអស់ហ្នឹងហើយនេះហើយតាំងពីតូចមកអ្វីដែលជូយ៉នទទួលបានពីឪពុកគឺមិនមែនជាភាពកក់ក្ដៅនោះទេប៉ុន្តែវាគឺជាអំពើហិង្សានៅការនោះគេពិតជាខ្លាចឪពុករបស់ខ្លួនណាស់សូម្បីតែភ្នែកក៏មិនហ៊ានសម្លឹងទៅកាន់គាត់ដែររួមផ្សំជាមួយនឹងសាក់រូបនាគដ៏សែនកំណាចជាហេតុបណ្ដាលឲ្យជូយ៉នត្រូវតែធ្វើការតស៊ូប្រឆាំងឡើងវិញត្រឡប់មកកាន់បច្ចុប្បន្នវិញបន្ទាប់ពីហេតុការណ៍មួយនោះបានកន្លងផុតទៅប៉ូលីសប្រមាណអ្នកក៏បានចូលមកមើលផងដែរហើយបន្ទាប់ពីបានឃើញនៅអ្នកទោសផ្សេងកំពុងតែដេកដួលក្រោមថ្លុកឈាមដ៏ច្រើនស្អិចស្កះពីពេញតែបន្ទប់បែបនេះធ្វើឲ្យគាត់ពិតជាមានការភ័យខ្លាចចំពោះជូយ៉នមែនទែនក្រោយមកទៀតជូយ៉នក៏ត្រូវបានគេបញ្ជូនចូលទៅក្នុងគុកដ៏តូចចង្អៀតហើយត្រជាក់តែម្នាក់ឯងជូយ៉នក៏ចាប់ដើមអង្គុយចុះហើយសម្លឹងទៅកាន់រូបថតរបស់ខ្លួននិងកញ្ញាដេយុនទាំងក្តីនឹកអាឡោះអាល័យដែលជាហេតុបណ្ដាលឲ្យគេនឹកឃើញអតីតកាលដែលធ្លាប់មានជាមួយកញ្ញាដេយុនផងដែរកាលពីមុននោះពួកគេទាំងពីរតែងតែទៅសាលារៀនជាមួយគ្នាចំណែកកញ្ញាដេយុនក៏តែងតែបារម្ភអំពីជូយ៉នដែលត្រូវបានឪពុកខ្លួនវាយដំជារៀងរាល់ថ្ងៃនៅពេលនោះហើយទើបយើងមកដឹងថានាងគឺជាក្មេងកំព្រាចំណែកក្តីស្រមៃរបស់នាងគ្មានអ្វីធំដុំឡើយក្រៅពីរៀនចប់មានការងារល្អធ្វើទៅរស់នៅក្នុងទីក្រុងសេអ៊ូលហើយសន្សំលុយដើរលេងក្រៅប្រទេសនឹងឯងហើយនេះហើយអ្នកទាំងពីរក៏ចាប់ផ្ដើមសន្យាជាមួយគ្នាថាពួកគេនឹងសម្រេចក្តីស្រមៃមួយនោះឲ្យបាននៅថ្ងៃណាមួយចំណែកក្តីស្រឡាញ់របស់អ្នកទាំងពីរក៏ចាប់ផ្ដើមកើតមានឲ្យគ្នាទៅវិញទៅមកគាត់ថាពេលហ្នឹងពួកគេមិនទាន់សារភាពហើយនៅក្នុងជីវិតដ៏សែនខ្មៅងងឹតរបស់តួឯកយើងគឺមានវត្តមានកញ្ញាដេយ៉ុនម្នាក់នេះហើយដែលជាពន្លឺចាំបំភ្លឺដល់រូគេប៉ុន្តែបើត្រឡប់ពេលមកបច្ចុប្បន្នវិញក្តីសម័យមួយនោះប្រហែលជាគ្មានទៀតឡើយជូយ៉នឈឺចាប់ខ្លាំងណាស់ហើយគេក៏បើចេញកំហឹងរបស់ខ្លួនទៅកាន់ជញ្ជាំងដល់ថ្នាក់ប្រេះបែកផងដែរដៃរបស់គេក៏ចាប់ដើមរបួសឈាមក៏ចាប់ដើមស្រក់ប៉ុន្តែរបួសផ្លូវកាយវាមិនស្មើរបួសផ្លូវចិត្តនោះទេទឹកភ្នែកក៏ចាប់ដើមរមៀលធ្លាក់ចេញពីកែវនេត្រាចង្គង់របស់គេក៏ចាប់ដើមទន់ហើយក៏ចាប់ដើមបន្ទោសមកកាន់ខ្លួនឯងបើសិនជាកញ្ញាដេយ៉ុនមិនមករកខ្លួនទេនោះនាងប្រហែលជាមិនស្លាប់បែបនេះនោះឡើយសាយឡើងនៅកន្លែងញ៉ាំអាហាររបស់អ្នកទោសវាចចាមអារាមដែលតួឯករបស់យើងធ្វើការវាយផ្ដួលទៅកាន់អាប៉ែសេងហូដែលជាមេប្រចាំបន្ទប់មួយនោះក៏ត្រូវបានលេចលឺខ្ចោខ្ចាយហើយយើងក៏បានឃើញប្រូ GM កំពុងតែញ៉ាំអាហារនៅកន្លែងហ្នឹងនឹងបានលឺពីសម្ដីរបស់ពួកគេដូចគ្នាខណៈដែលពួកគេកំពុងសើចសប្បាយជាមួយនឹងដំណឹងដ៏សែនមិនគួរជឿមួយនោះស្រាប់តែលេចចេញនៅវត្តមានអ្នកទោសម្នាក់ទៀតដែលមានអត្តលេខ6942ដើរចូលមកទាំងកំណាចហើយមិនចាំយូរនោះទេគេក៏ចាប់ដើមជាដៃចាប់ទៅលើក្បាលប្រូម្នាក់ដែលបានសើចសប្បាយមួយនោះឲ្យបោកផ្ទប់ជាមួយនឹងចានអាហារលន់សូទៅប៉ាំងតែម្ដងដែលបណ្ដាលឲ្យមនុស្សគ្រប់គ្នាដែលនៅកន្លែងមួយនេះចាប់ដើមជាផ្អើលនិងខ្លាចរអាទៅកាន់គេយ៉ាងខ្លាំងអូខេអេមីនសូមណែនាំវត្តមានរបស់អាប៉ែមុខឌឺម្នាក់នេះហ្មងទៅដែលគេមានឈ្មោះថាផាក់ជុនឆានហើយគេក៏បាននិយាយថាមើលទៅពួកឯងដូចជាសើចសប្បាយខ្លាំងមែនទែននៅពេលដែលឆ្កែចាប់ដើមខាំទៅលើម្ចាស់របស់វាសូយ៉ាកន្លែងហ្នឹងគេចង់បានន័យថាតួឯករបស់យើងគឺជាឆ្កែដែលហ៊ានខាំទៅលើម្ចាស់របស់ខ្លួនដែលជាអាប៉ែសេងហូនឹងឯងដែលជាហេតុធ្វើឲ្យគេមិនសូវជាពេញចិត្តទៅលើជូយ៉នដែលជាតួឯករបស់យើងប្រហែលទេអូខេនៅពេលនេះមួយសប្តាហ៍ក៏បានកន្លងផុតជូយ៉នដែលជាប់ឃុំឃាំងនៅក្នុងបន្ទប់ដ៏តូចចង្អៀតនោះនៅពេលនេះគេក៏ត្រូវបានដោះលែងឲ្យមកបន្ទប់របស់ខ្លួនវិញផងដែរចំណែកលោកប៉ូលីសដែលធ្វើការយាមនៅកន្លែងហ្នឹងក៏បានប្រាប់គេដូចគ្នាថាប៉ែសេងហូដែលត្រូវបានតួឯកយើងវាយឡើងទ្រោមខ្លួនលើកមុនហ្នឹងឥឡូវដេកពេទ្យនៅមិនទាន់ក្រោកតាណាបាននោះទេដូចនេះហើយគាត់ចង់ឲ្យជូយ៉នកុំបង្ករឿងឲ្យវារញ៉េរញ៉ៃបែបនេះទៀតមួយសន្ទុះក្រោយយើងក៏បានឃើញវត្តមានជូយ៉នបានចូលមកក្នុងបន្ទប់របស់ខ្លួនវិញនៅពេលនេះគេគិតថាប្រហែលជាគ្នារបស់ប៉ែសេងហូចង់មកសងសឹកជាមួយនឹងគេហើយប៉ុន្តែវាខុសពីការរំពឹងទុកពួកអ្នកទាំងអស់គ្នាក៏ចាប់ដើមមកអបអរនិងសារតទៅកាន់គេចំណែកប្រូ GM ដល់ពេលឃើញចឹងក៏មិនសូវជាមាត់ប្រមាណដែរមូលហេតុក៏ព្រោះតែគាត់បានដឹងថានៅក្នុងមន្ទីរឃុំឃាំងអ្នកទោសក្រោមអាយុ19ឆ្នាំមួយនេះមានតែកម្លាំងបាយទេទើបអាចឲ្យអ្នកដទៃគោរពមកកាន់ខ្លួនបានស្អែកឡើងនៅទីធ្លាលំហែកាយរបស់អ្នកទោសយើងក៏បានឃើញប្រូ GM កំពុងតែឈរអានសៀវភៅរបស់ខ្លួនយ៉ាងជក់ចិត្តខណៈដែរជូយ៉នតួឯករបស់យើងក៏បានដើរទៅនិយាយជាមួយគេទាំងដំណើរគេនៅពេលនេះពិលជាឌឺខ្លាំងមែនទែនដាក់ដៃទាំងគូចូលកប៉ាល់យ៉ាងហមហានតែម្ដងជូយ៉នក៏សួរទៅកាន់ប្រូ GM ថាហេតុអ្វីបានជាគេមកខាត់ខ្លួននៅពេលដែលរូគេនឹងរៀបនឹងវាយសម្លាប់ទៅកាន់អាប៉ែសេង
sinh hố cả bị lực một nụ ở hồi bà khi giờ đâm mình trở làm tê vậy khi lực muốn nâng chu giống tụ ai bao nhiêu nâng bật chỉ trái bên tên vậy mình đọ đầy vậy đó thằng nào trong sầm lấp tại cả vẽ sinh hố nâng tiết đó còn bên tái thử ban pro chi ấm một chập đáy kế khó toàn cùng mấy vẽ sinh hố lặp bạt thôi chu gión ban đạp đáy bao luôn làng này đai mình to thì dễ thà vì mình xong hai pho to thì so đại pro chi ấm một khoa đu kế mình nói sầm lấp menu tên đại luôn ấy ban sầm lấp menu là hồi đó bầm bờ nè muốn nâng ban một choán tức đây này cục mùi nì lư được trên này hỏi pro chi ấm có chập đao sờ máy tới cắn đây tới cả bao kê đi kia nước khăn mình top sala riêng mùi menu bầm bờ nè ban đây slap nước khăn thọc chiêm hỏi nè để ban bằng có hạt cá mùi ní cứ chia pro chi ấm rồi bỏ dừa được anh nè pe núตึกมกระบอกกอดเป็นจมีนการเผยคลายเมนเทนให้บาตลอกมากันปัจจุบันเวงกอดเรียมดังปราบแฮดพอเตอกันจูย้อนอ่อยบานดังหอยสลับแต่ตระบานปะโดยสารแต่บอตเมียนระบอกเนี่ยตัวมันเนี่ยบานโจมกทัวกาออกหลอกเตี้ยซอสก่อนเคยมกดอสายดื้อก็ยืงดังได้ทำเนี่ยนุ๊กวิญญาณใช้ได้แขวปีอาแปะพระจนช้าได้ยืงเคยมนุษย์หนึ่งไอเก๋กับบานดามกเจ็ดจนยองหนึ่งบ้านซัวถ่าตาไอหนึ่งแมนคือจีเนี่ยได้บานวีไปด้วยอาแปะเซ็งเขาได้เชื่อเดอะท็อปด็อกเท่าไอตาไอไหวไปด้วยเก๋โดยสารแต่จ้องทัวเชื่อเดอะท็อปด็อกได้แมนเลือแบบนี้จนย้อนก็ชลอยแต่วิ่งแตงตึกหมดงูถ่าเยอะมันควอตีในปีนู้อาแปะจนช้าก็จับดามอยู่เยิมหนึ่งบ้านปราบตีถ่าหล่อนะจำยังจีเนี่ยไปตาไอเจนจ่อท่ากับเอาใจแต่เฮียนบุกกอเรือไปได้กรอนแต่เก๋ในใหญ่จอบเลี้ยงกระดับได้ระบอกเก๋ก็จับดามสดแต่การกระดาปัวระบอกจนจ้องลอนโซแต่ปังเตี้ยซาวเรียบนั่งไหวบนต่อเตี้ยแต่ห้อยสลับตายเบลีได้เยี่ยมในกระไรมือนู้ก็บานได้เจอโมกในทัวร์กากระเฮมันตีพองได้ให้ใบยังเมื่อยแม้เต้นเตอร์เบลีมือนึกโดยจีมันจ้องห้ามคอดการประโยชน์นี่นูตีจำนายโปรจีเอ็มดอกเปเคยจูย้อนมันต่อได้จังเก๋ก็เรียนจำไรมันตีพองได้จีให้ปูเอาอาแปะจนช้านบานจัดการในคลังหนังทัวร์กาเยี่ยเนื้อบาดได้ระบอกล้วนปรองเตะแต่กันจนย้อนมาแทนเตียดเนื้อให้ในยังไอเมย์สมปรับเนื้อเครื่องมันตีคมแค่มือนึงคือเป็นฉบับมวยเนื้อโต๊ะคลังแต่อ๋อเก๋หาท่าเดอะท็อปดอกให้พวกเก๋คือเมนซัดไอไว้แต่เลือดสตรระบอกล้วนบานได้ย้อนแหล่ท่ากำจัดเนื้อโต๊ะนะได้รังรู้บังกอหรือระเยระยายดำใบแต่ซาสันดับทนอบเนื้อขนมกุ๊กมวยนี่ยังไงจังให้บานยังเคยผลิตมนุษย์โดยจีมันเซอร์ควายฟอลประมาณตีเนื้อเปได้เนื้อโต๊ะจับดาวไว้เนียจังนู้ให้ใบยังเงี้ยแต่การจูย้อนเตอร์บานอาแปะจนช้างไว้พองดอมพองตอดพองหลังจังตรงครูนให้เก๋ก็จับดาวหล่อเลยอ้าบันใจเนื้อสะรุกเนียจริงหมกพร้อมแต่ในยัยดูดองถ่ายังชงอนะมนุษย์กะกะโดยใจจังใบจีไอไว้ไปดูหล่าแปะเซ็งโฮได้เจอเดอะท็อปดอกบานหรือมวยก็ไอคังโดยซาใต้มนุษย์ไรได้บานสลับโดยซาใต้หลานบอกมวยนู่นนั่งแม่เตี้ยสาวจูย้อนดอกไปเคยสะรุกเนียเนื้อเลือดได้ระบอกเก๋ตัวไอเยื้องก็บานเนื้อเคยแต่การเอาปกระบอกล้วนกับรู้ไทยเอาปกดอกกำไนระบอกเก๋ก็มีสะรุกเนียเนื้อเลือดตรงของใดนามวยอาแปะจนช้างเนี่ยนี่วิบานในยัยเดียมดามเตอกันมนุษย์ไรได้ครูนไอสลังจังหอยมันตกยูนูตีกำพังระบอกเก๋ก็จับดามประตูหลังเมือกเนวินิตี้ได้อาแปะจนช้างบานเยอะกระดับได้สดเตอกันตัวไอระบอกเยื้องเมียนเตสลับตายบาดเจอระบอกตัวไอเยื้องก็บานจวนเตอกันกระตามกระบอกเก๋ลอนโซแต่ปังใบชิบใช้บาดเตอหอยมันตายปะเนาะเหลือเบื่อระบอกตัวไอเยื้องเปิดจืดเลื้อนครั้งมันเต้นอาแปะจนช้างวิกิจมันตอนนู้นเล่าให้ก็เตอบ้านตัวไอระบอกเยื้องทัวร์การจับได้ระบอกเก๋จวบรุ่ยก็บานเบาทบจีมวยนั่งสมนัยได้ลอนโซแต่ปังเลยเนี่ยหนังห้อยบันทาเดียมดามคลุนบ้านแต่แฮมเดียมดามมนุษย์ไซเด็กคลุนไอสลังและเพาะคือวิบายหนึ่งจูย้อนบานมันต่อยกเจอระบอกคลุนเตอจวนกระตามกอาแปะจนชานได้ปรับเตอการเกธาอาจึงไรไอชับในใจสาทำไมเมื่ออาแปะจนช้านดอกเคยจังกิแกงได้ได้ซัวเตอการจูย้อนทาตาเก๋คือจะปีนาเก๋คนใต้ซัวโกบายจีเจงกับใบแบบนี้เดินให้เธอทุกคนห้อยเมียนเตจูย้อนก่อจับดามจอนยกเตอการเก๋เหมือนสมใจลอยดอทนาอาแปะจนช้างจับดามสองวอเอาจูย้อนทัวการเลือกเลยmộtการคลวนคนใต้มันอายุเต้กับโปรไตตัวไอระบาเยิงแม้จะต้นโดยจะด่าโจนในครองเฮือนในใบรูลอยดอนจังเหมือนจำอยู่ด้วยเนี่ยจูย้อนก่อจับดามทัวการจับได้อาแปะจนช้างปอบอลกัดหรือโซตะเกะแต่มาดองว่าได้บรรดาเอาอาแปะจนช้างสไลด์กองรำปองเป็นกกมวยนี่แต่มาดองเตี้ยสาวบาเยิงเมื่อแต่การตัวไอระบาเยิงในเป้นี่บนจะโคเคยครั้งไม่ได้ดอทนาโปรจีเอ็มก็เป็นการพยาบาลเหมือนสเตอร์นูได้แก้วในดอกกำนายตึกหมกดอกสายโคเคยระบาตัวไอเยิงเอาอาแปะจนช้างทัวการในยัยมาดองเตี้ยเอาเลื่อนเอาหอยบาหย่อซัดจ้ะตัวไอระบาเยิงในขนมเรือมวยนังเปิดจิกายเอาเอ็มครั้งเหมือนแต่มองว่าเอาจนใจเฉยเนี่ยแต่ดอกดันกำลังเท้าดาวไว้ไอ้หมกดอกจำหน่อยนี้ใส่เรื่องกับบ้านกัดแต่การแต่การเหมือนแต่กันหน้าได้จูย้อนกับปงจังปีเรียนหอยเธอดำน้าแต่การแต่ระบอกล้วนเว้งเรื่องดอกสายโฮชัดกับบ้านกะลากร้อนแต่บางทวีแต่เพลียมเกแกงอ้อเลิกเนอสมาร์ดได้เตอร์แต่มันกลัวเชื่อหนึ่งในระบอกล้วนมนุษย์ไร้เด็กล้วนไอ้กับปงสลายบาจิตรบ้านปกดอกกับน้าระบอกเกทัวร์กาวีดอมดอกธนาสันล็อบดอกดังบาดเตอร์ไฮ
ហើយមូលហេតុដែលនាងបានមកកាន់ផ្ទះរបស់គេក៏ព្រោះតែនាងចង់មកនិយាយជាមួយឪពុកជូយ៉នកុំឲ្យវាធ្វើបាបទៅកាន់គេច្រើនពេកអីប៉ុន្តែជាលទ្ធផលដោយកំពុងតែមកប្រាប់សត្វខ្លាកុំឲ្យស៊ីសាច់អញ្ចឹងនិយាយទៅគឺវាមិនអាចទៅរួចនោះទេថែមទាំងត្រូវបានឈឺសាច់ថែមទៀតផងចំពោះជូយ៉នគេអាចទ្រាំបានប្រសិនបើឪពុកវាយដំមកកាន់គេប៉ុន្តែគេមិនអាចទ្រាំបាននោះទេប្រសិនបើឪពុកកំណាចម្នាក់នោះបានវាយធ្វើបាបទៅកាន់មនុស្សដែលខ្លួនឯងកំពុងស្រឡាញ់ដូចនេះហើយកំហឹងក៏ចាប់ផ្ដើមផ្ទុះឡើងជូយ៉នបានស្ទុះទៅវាយប្រហារឪពុករបស់ខ្លួនទាំងទឹកមុខកំណាចខ្លាំងមែនទែនហើយជាលទ្ធផលសម្បីតែឪពុករបស់គេក៏មិនអាចតដៃជាមួយនឹងកូនរបស់ខ្លួនឯងបាននោះដែរនិយាយទៅជូយ៉នកាលនោះវាយគាត់ស្ទើរតែស្លាប់ទៅហើយឡើងគាត់ចូលពេទ្យសង្គ្រោះបន្ទាន់ដល់ថ្នាក់គ្រូពេទ្យប្រាប់ថាគ្មានសង្ឃឹមសម្បីតែ 1% ដែលឪពុករបស់ជូយ៉នអាចដឹងខ្លួនឡើងមកវិញបានប៉ុន្តែទោះបីជាដឹងបែបនេះហើយក្តីក៏ជូយ៉នមិនមានការសោកស្ដាយសម្បីតែបន្តិចត្រឡប់មកកាន់បច្ចុប្បន្នយើងឃើញថាបន្ទាប់ពីជូយ៉នបានវាយផ្ដួលទៅកាន់អបិជនឆានឲ្យបាត់មាត់សូនឈើងហើយអ្នកទោសទាំងអស់គ្នាដែលនៅកន្លែងហ្នឹងក៏បានមកហុំព័ទ្ធចំរោមមើលផងដែរពួកគេម្នាក់ស្ទើរតែមិនជឿតទៅសោះថានៅពេលនេះ The Top Dog ម្នាក់ទៀតបានចាញ់នៅក្រោមដៃរបស់ជូយ៉នដែលជាតួឯករបស់យើងប៉ុន្តែអ្វីដែលគួរឲ្យចម្លែកនោះគឺជាស្រមោលរបស់បរិសម្នាក់កំពុងឈរមើលទស្សនវិជ្ជាមួយនេះពីលើអាគារនៃមន្ទីរឃុំឃាំងមួយនេះនឹងឯងនៅក្នុងបន្ទប់មួយនេះយើងក៏បានឃើញនៅអ្នកគ្រប់គ្រងប្រចាំគុកមួយនេះផងដែរឈ្មោះរបស់គាត់គឺខ្វ័នឆាងសុកមួយសន្ទុះក្រោយមកយើងកាត់ទៅកាន់បន្ទប់ឃុំខ្លួនរបស់តួឯកយើងវិញនៅពេលនេះជូយ៉ងកំពុងតែគិតថាប្រហែលជាខ្លួនត្រូវបានប៉ូលីសចាប់យកទៅដាក់នៅក្នុងបន្ទប់ដ៏សែនតូចចង្អៀតមួយនោះទៀតហើយភ្លាមស្រាប់តែមានប៉ូលីសម្នាក់បានកោះហៅឲ្យជូយ៉នឡើងទៅជួបជាមួយនឹងអ្នកគ្រប់គ្រងមជ្ឈមណ្ឌលឃុំឃាំងមួយនេះមូលហេតុក៏ព្រោះតែនៅក្នុងពេលឥឡូវហ្នឹងមានមនុស្សម្នាក់ចង់ជួបជាមួយនឹងជូយ៉ងនឹងឯងតួឯករបស់យើងដើរបណ្ដាគិតនៅក្នុងចិត្តបណ្ដាថាពីណាគេមកចំជួបខ្លួនបើគ្រួសារសាច់ញាតិគេគ្មានផងហ្នឹងនិយាយទៅនៅពេលដែលគេជាប់គុកមួយហ្នឹងក្រៅពីកញ្ញាដេយ៉ុនគឺគ្មានអ្នកផ្សេងមកសួរសុខទុក្ខគេនោះឡើយប៉ុន្តែបន្ទាប់ពីបានចូលទៅដល់បន្ទប់ការិយាល័យរបស់អ្នកគ្រប់គ្រងគេក៏បានឃើញវត្តមានរបស់បរិសម្នាក់កំពុងតែកាន់ឈើច្រត់នៅក្នុងដៃគ្រាន់តែឃើញស្រមោលរបស់គេជូយ៉នគឺដឹងផ្លែតែម្ដងថានោះគឺជាពីណាតាមពិតទៅម្នាក់នោះគឺជាឪពុករបស់ខ្លួននឹងឯងមកដល់ពេលនេះទៅហើយអេមីសូមណែនាំឈ្មោះរបស់គាត់តែម្ដងទៅដែលឪពុករបស់ជូយ៉ងគឺមានឈ្មោះថាឆាកាងរីយ៉ងដែលឋានៈរបស់គាត់គឺជាដៃស្ដាំរបស់មេក្រុម Gangster នាគមេឃដ៏មានអំណាចមួយគាត់ក៏បានស្វាគមន៍ទៅកាន់ជូយ៉ងដោយនិយាយថាយើងបានឃើញហើយមិញនេះឯងធ្វើបានល្អណាស់អាកូនប្រុសពុករីឯអ្នកគ្រប់គ្រងនៃគុកមួយនេះក៏បានមកប្រាប់ជូយ៉ងផងដែរថាឪពុករបស់គេត្រូវបានអពុធហេតុដ៏អស្ចារ្យបានជួយសង្គ្រោះដែលបណ្ដាលឲ្យគាត់ត្រូវបានភ្ញាក់អំពីការសន្លប់សូម្បីតែគ្រូពេទ្យក៏គិតមិនដល់ដែរថាគាត់អាចដឹងខ្លួនបានតួឯករបស់យើងស្ដាប់បណ្ដាលក្តៅឆេវដើរនៅពេលនេះកំហឹងរបស់គេក៏ចាប់ដើមពុះកញ្ជ្រោលដូចគ្នាហើយបើយើងមើលទៅអ្នកគ្រប់គ្រងពន្ធនាគារមួយនេះដូចជាគោរពឲ្យតម្លៃទៅកាន់ឪពុករបស់ជូយ៉នខ្លាំងពេកហើយដែលនេះបញ្ជាក់បានថាពួកគេគឺពួកអលួយនឹងឯងនៅខណៈពេលនោះឪពុកជូយ៉នក៏បាននិយាយអំពីរឿងរ៉ាវផ្សេងរួមទាំងអាចកំបាំងមួយចំនួនផងដែរប្រាប់ទៅកាន់តួឯករបស់យើងឲ្យបានដឹងគឺវាបានចាប់ផ្ដើមតាំងពីជូយ៉នបានវាយមកលើខ្លួនប៊ីស្លាប់កាលពីលើកមុននោះហើយគឺជាលើកទី1សម្រាប់ការប្រយុទ្ធរបស់គាត់ដែលត្រូវបានចាញ់យ៉ាងអាម៉ាស់ដែលតាំងពីដើមមកសម្បីតែបលិសអ្នកខ្លាំងនៅក្នុងសង្គមគឺគាត់មិនដែលខ្លាចរអានឹងចាញ់ម្ដងណាឡើយប៉ុន្តែគាត់បែរជាចាញ់ទៅលើដៃកូនប្រុសរបស់គាត់ទៅវិញទាសោតជំនួសឲ្យការខឹងសម្បាគាត់បែរជាមានមោទនភាពយ៉ាងក្រៃលែងទៅកាន់កូនប្រុសរបស់ខ្លួនដូចគ្នាហើយគាត់ក៏បានដឹងដែរថាកូនប្រុសរបស់គាត់គឺមានសក្តានុពលក្នុងការប្រយុទ្ធប៉ុណ្ណាហើយដើម្បីបញ្ឆេះនៅធម្មពលដ៏ខ្លាំងសម្បានៅក្នុងខ្លួនរបស់គេគាត់ត្រូវតែធ្វើយ៉ាងណាឲ្យជូយ៉នមានកំហឹងជាមុនសិនដូចនេះហើយច្បាស់ណាស់គាត់ត្រូវតែសម្លាប់ទៅកាន់មនុស្សស្រីដែលជូយ៉នស្រឡាញ់នឹងឯងអ្នកនរគ្នាស្ដាប់មិនច្រឡំទេគ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងទៅលើកញ្ញាដេយ៉ុនមិនមែនជារឿងចៃដន្យនោះឡើយតាមពិតទៅវាគឺជាផែនការរបស់ឪពុកតួឯករបស់យើងនឹងឯងជូយ៉នគ្រាន់តែលើអញ្ចឹងញ័រសាច់ខណៈដែរឪពុករបស់គេក៏ចាប់ផ្ដើមនិយាយបន្តតាមពិតទៅនៅក្នុងមន្ទីរឃុំឃាំងអ្នកទោសមួយនេះគឺមានសមាជិកមកពីក្រុម Gangster របស់ខ្លួនក្នុងការបង្ហាត់ឲ្យខ្លួនឯងកាន់តែមានកម្លាំងខ្លាំងដើម្បីយកទៅបម្រើឲ្យក្រុម Gangster របស់គេនឹងឯងហើយយើងអាចសម្គាល់មនុស្សទាំងអស់នោះបានតាមរយៈស្នាមសាក់រូបនាគដែលមាននៅលើដងខ្លួនដោយតែបានឃើញទៅលើស្នាមសាក់រូបនាគដែលមាននៅលើកដៃរបស់អាប៉ែជនឆាអញ្ចឹងនឹងហើយការពិតទៅសុទ្ធតែគ្នារបស់ពួកគេទាំងអស់ហ្នឹងស្ដាប់មកដល់ចំណុចនេះជូយ៉នគឺទ្រាំលេខបានហើយកំហឹងរបស់គេបានពុះកញ្ជ្រោប្រៀបដូចជាទឹក100អង្សាសេអញ្ចឹងរួចក៏ចាប់ផ្ដើមស្ទុះងើបពីកៅអីហក់ទៅវាយឪពុករបស់ខ្លួនទាំងកំរោដែលក្នុងចិត្តគិតថាបើសិនជាការនោះគេសម្លាប់ឪពុករបស់ខ្លួនប្រហែលជាគ្មានរឿងអាក្រក់បែបនេះកើតឡើងមកលើខ្លួននិងកញ្ញាដេយ៉ុននោះទេប៉ុន្តែការប៉ុនប៉ងរបស់គេលើកនេះគឺមិនបានសម្រេចឡើយក៏ព្រោះតែរាងកាយរបស់គេត្រូវបានកំភ្លើងឆក់ធ្វើការឆក់យ៉ាងសន្ធោសន្ធៅដោយសារតែប៉ូលីសដែលនៅកន្លែងហ្នឹងធ្វើការបាញ់អន្តរាគមន៍នឹងឯងអ្នកគ្រប់គ្រងគុកដល់ពេលឃើញចឹងក៏រៀងភ័យបន្តិចដែរហ្នឹងខ្លាចថាធ្វើឲ្យឪពុករបស់ជូយ៉ងខឹងច្បាស់ជាមានបញ្ហាធំខានទេដោយនេះបញ្ជាក់ច្បាស់ថាឋានៈជាដៃស្ដាំរបស់បងធំ Gangster នាគមេឃមួយនេះមិនធម្មតានោះឡើយដល់ថ្នាក់ម្ចាស់គុកទាំងមូលក៏ខ្លាចអំណាចរបស់ពួកគេដែរឪពុករបស់ជូយ៉ងបានបន្តប្រាប់ទៅកាន់គេថាតើឯងមានកំហឹងចង់សងសឹកមកកាន់យើងមែនទេ
បាញ់ចង់មែនវាគឺជាអ្វីដែលយើងចង់បានដូចនេះយើងនឹងប្រាប់នៅឱកាសក្នុងការសម្លាប់យើងទៅឯងមួយស្ដាប់យើងឲ្យច្បាស់ជាដំបូងឯងត្រូវតែវាយផ្ដួលអ្នកខ្លាំងៗនៅក្នុងគុកមួយនេះឲ្យអស់ហើយបង្ហាញពួកគេថាឯងគឺជាកូនប្រុសរបស់យើងមានសមត្ថភាពដ៏អស្ចារ្យដូចនេះ100%តែម្ដងដែលឯងចង់សម្លាប់យើងពេលណាក៏បានដែរធាសោតគ្រាន់តែគេនិយាយចោលភ្លាមមនុស្សគ្រប់គ្នាដែលនៅកន្លែងហ្នឹងពិតជាមានការភ្ញាក់ផ្អើលមែនទែនក៏ព្រោះតែជូយ៉នដែលជាតួឯករបស់យើងបានចាប់កាន់កាំភ្លើងឆក់មួយនោះទាំងកម្លាំងខ្លាំងមែនទែនដែលវាគឺជារឿងមិនគួរឲ្យជឿតតែសោះថាមនុស្សម្នាក់នេះអាចតតាំងជាមួយនឹងកាំភ្លើងឆក់បានបែបនេះទេសោតមិនចាំយូរនោះទេតួឯករបស់យើងក៏បានជាកតាបដៃសុទ្ធទៅកាន់ឪពុករបស់ខ្លួនពីក្រោយដោយនិយាយទៅកាន់គាត់ថាខ្ញុំមិនចង់រងចាំទេដាច់ខាតលោកឯងទៅតែងាប់នៅក្នុងថ្ងៃនេះអូយបាទពិតជាកាយខ្លាំងមែនទែនឡមើលញាក់សាច់តែម្ដងនេះប៉ុន្តែពិតជាគួរឲ្យសោកស្ដាយមែនទែនដែលផែនការរបស់តួឯកយើងត្រូវបានបរាជ័យសារជាថ្មីមូលហេតុក៏ព្រោះតែនៅក្នុងគណៈពេលនេះស្រាប់តែលេចចេញវត្តមានបរោះអាចកំបាំងម្នាក់ធ្វើការយកដៃចាប់ក្បាលរបស់ជូយ៉នហើយប្រើកម្លាំងដ៏ខ្លាំងបោកទៅកាន់ផ្ទៃកម្រាលឥដ្ឋលន់សូទៅប៉ាំងបាត់ទៅហើយនៅពេលនោះយើងក៏បានដឹងនិងស្គាល់ឈ្មោះបរោះម្នាក់នោះផងដែរដែលគេឈ្មោះថា Mr. Cha គឺជាអ្នកគ្រប់គ្រងច្បាប់នៅក្នុងក្រុម Gangster Sky Dragon ឬយើងអាចហៅម្យ៉ាងទៀតថាជាក្រុម Gangster នាគមេឃយ៉ាងឯងដូចនេះហើយតួនាទីរបស់គេគឺត្រូវការពារដៃស្ដាំរបស់មេក្រុមខ្លួនដែលជាឪពុករបស់ជូយ៉ននឹងនៅក្នុងគណៈពេលនេះយើងក៏បានឃើញសមាជិកជាច្រើនដែលជាកូនចៅរបស់ឪពុករបស់គេបានចាប់ផ្ដើមឡោមព័ទ្ធជូយ៉នចិត្តឈឹងបាត់ទៅហើយបន្តមកគាត់ក៏ចាប់ផ្ដើមនិយាយទៅកាន់កូនប្រុសរបស់ខ្លួនតើឯងឃើញទេអាកូនពូជថាយើងមានអំណាចប៉ុណ្ណាដូចនេះហើយសមត្ថភាពរបស់ឯងនៅពេលនេះគឺមិនអាចប៉ះសំបីមួយសរសៃសក់របស់យើងផងហើយនេះចូលធ្វើតាមអ្វីដែលយើងប្រាប់ទៅឯងត្រូវតែខ្លាំងហើយគ្រប់គ្រងធ្វើជាបងធំនៅក្នុងគុកមួយនេះមានតែផ្លូវនឹងទេដែលឯងអាចមានសមត្ថភាពមកសម្លាប់យើងបានយល់ទេអាកូនពូជរបស់ប៉ាប៉ាបន្ទាប់ពីការនិយាយដាស់តឿនទៅកាន់ជូយ៉នហើយឪពុករបស់គេនិងប៉ពួកក៏ចាប់ផ្ដើមត្រឡប់ទៅវិញដែលបន្សល់ទុកត្រឹមតែការឈឺចាប់ទៅឲ្យតួឯករបស់យើងគុំនៅក្នុងចិត្តប៉ុណ្ណោះទេសោតបើយើងក៏លេចទៅកាន់បន្ទប់ការងារសម្រាប់អ្នកទោសឯណោះវិញយើងក៏បានឃើញវត្តមានរបស់ប្រូ GM កំពុងធ្វើការផងដែរចំណែកមនុស្សផ្សេងទៀតដែលនៅកន្លែងហ្នឹងក៏ចាប់ដើមនិយាយសើចចំអកទៅកាន់គាត់ក៏ព្រោះតែគេមើលទៅការរុះរារបស់គាត់ទៅដូចជាមិនសមជាឃាតករសម្រាប់មនុស្ស7នាក់តទៅសោះរពេចនោះស្រាប់តែលេចចេញនៅវត្តមានបរិសម្នាក់បានដើរចូលមកនិងធ្វើការទម្លាក់ចោលនៅអីវ៉ាន់របស់ខ្លួនឬក៏បានដើរមកនិយាយជាមួយនឹងប្រូ GM អាយ៉ាខានជួបគ្នាយូរហើយតើមក GM នៅហើយគ្នាយើងអាប៉ែម្នាក់នេះគឺឈ្មោះថាយុនកូនមីនគឺជាអ្នកទោសម្នាក់ដែលបានចាប់គុកដោយសារតែអំពើលួចឆក់ប្លន់និងដុតផ្ទះរបស់ប្រជាជនហើយគេនិងប្រូ GM របស់យើងក៏ធ្លាប់ជាមិត្តភក្តិនឹងគ្នាការរៀននៅបឋមសិក្សាផងដែរដូចនេះហើយបានន័យថាផែនដីវាពិតជាមូលដែលមិត្តភក្តិពីរនាក់បែកគ្នារាប់ឆ្នាំទៅហើយបែរជាបានជួបគ្នាម្ដងទៀតនៅក្នុងគុកទៅវិញប្រូ GM ក៏សួរទៅកាន់គេតើឯងចង់បានអ្វីពីយើងទៅលើដូចនេះអាប៉ែកូនមីនក៏ឆ្លើយទៅវិញថាមានចង់បានអីគាត់តែយើងឆ្ងល់ហ្នឹងថាមនុស្សដូចជាឯងហ្នឹងបែរជាអាចសម្លាប់មនុស្ស7នាក់បានសង្ស័យតែអ្នកសារព័ត៌មាននឹងច្រឡំវាដឹងនៅហើយគ្នាយើងបន្ទាប់ពីលើដូចនេះប្រូ GM ពិតជាមានការក្តៅមែនទែនអាត្បូងក្នុងដៃហ្នឹងសង្ស័យដាក់លើហើយត្រឹមបានទេប៉ុន្តែក៏ត្រូវបានផ្អាកទៅវិញដោយសារតែអាប៉ែកូនមីនបានចាក់ចេញទៅប៉ុន្តែបើយើងមើលទៅកាន់ដំបងដែលប្រូ GM កំពុងកាន់មិញក៏មានឌីកូមួយផងដែរដែលម្ដាយដៃរបស់គាត់ក៏ចាប់ដើមស្រក់ឈាមដូចគ្នាយប់ឡើងផ្ទៃមេឃបានប្រែជាសព្វស្ងាត់ប៉ុន្តែបើយើងក៏លេចទៅកាន់បន្ទប់អ្នកទោសរបស់តួឯកយើងដូចជាមិនស្ងាត់តតែសោះអ្នកទោសដែលនៅកន្លែងហ្នឹងពួកគេចាប់ដើមហេវបាយដោយម្នាក់ៗចង់តែញ៉ាំភីហ្សាទេប៉ុន្តែវាមិនអាចទៅរួចឡើយដោយសារទីនេះគឺជាពន្ធនាគារហើយបើយើងក៏លេចទៅកាន់ជូយ៉ងគេនៅតែបន្តអង្គុយសំកក់គិតនៅរឿងរ៉ាវកាលពីថ្ងៃមិញដដែលកែវភ្នែកដ៏កំណាយរបស់គេក៏ចាប់ដើមបង្ហាញឡើងមូលហេតុក៏ព្រោះតែនៅក្នុងគណៈពេលនេះជីវិតរបស់គេគ្មានសេះសល់អ្វីឡើយហើយនេះគេក៏មិនអាចស្លាប់បានដែរប្រសិនបើមិនទាន់សម្លាប់ឪពុកដ៏សែនកំណាចមួយនោះចោលហើយនេះហើយការសង្សឹករបស់គេនឹងចាប់ផ្ដើមពីពេលនេះតទៅគេបានសន្យាជាមួយខ្លួនឯងថានឹងប្រើគ្រប់វិធីឲ្យតែអាចសម្លាប់ឪពុកគេបាននោះគេមិនខ្វល់ឡើយនៅក្នុងគណៈពេលនោះអ្នកយាមគុកម្នាក់ក៏បានដើរកាត់បន្ទប់របស់ពួកគេគ្រាន់តែឃើញចឹងភ្លាមជូយ៉នក៏ចាប់ផ្ដើមចង់សាកល្បងពីអំណាចរបស់ខ្លួនដែលជាកូនរបស់អ្នកមានអំណាចដោយចាប់ផ្ដើមសួរទៅកាន់អ្នកយាមគុកម្នាក់នោះថាគេចង់ញ៉ាំភីហ្សាក្នុងពេលឥឡូវនេះគ្រាន់តែលើចឹងភ្លាមអ្នកទោសផ្សេងដែលនៅក្នុងហ្នឹងពិតជាមានការគាំងមែនទែនប៉ុន្តែវាពិតជាអាចដំណើរការដោយសារតែអ្នកយាមគុកម្នាក់នោះបានដឹងថាជូយ៉នគឺជាកូនប្រុសរបស់ដៃស្ដាំមេក្រុមនាគមេឃដូចនេះហើយគេមិនហ៊ានប្រចាំងបញ្ជាឡើយមួយសន្ទុះក្រោយភីហ្សាក៏បានដឹកចូលមកកាន់បន្ទប់របស់ជូយ៉នបានសម្រេចដែលជាហេតុធ្វើឲ្យអ្នកទោសដែលនៅកន្លែងហ្នឹងពិតជាមានការសប្បាយចិត្តមែនទែនប៉ុន្តែពួកគេមិនបានដឹងឡើយថាជូយ៉នជាកូនរបស់អ្នកណាដែលគិតថាជីយ៉នហ្នឹងប្រហែលជាកូនរបស់អភិជនណាមួយហើយចំណែកតួឯករបស់យើងនៅពេលនេះគេដឹងច្បាស់មែនទែនហើយថានៅក្នុងគុកមួយហ្នឹងរូបគេអាចយកអំណាចរបស់ឪពុកខ្លួនមកប្រើប្រាស់បានទាសោតគណៈដែរមនុស្សគ្រប់គ្នាកំពុងតែឆ្ងាញ់ជាមួយនឹងភីហ្សាខុសប្លែកតែប្រូ GM ដែលគាត់មិនបានចូលរួមទៅឆ្ងាញ់ជាមួយពួកគេឡើយបែរជាទៅអង្គុយសំកប់ពិបាកចិត្តតែឯងឯណោះវិញលុះស្អែកឡើង
ម៉ោងការងារបានចូលមកដល់យើងក៏បានឃើញប្រូ GM រួមជាមួយនឹងជូយ៉ងក៏បានមកធ្វើការផងដែរនៅខណៈពេលនោះស្រាប់តែអាបែកកូនមីនបានចូលមកលេងពួកគេរួចក៏ធ្វើការទម្លាក់នៅប្រអប់អីវ៉ាន់ដែលផ្ទុកទៅដោយឌីកូលជាច្រើនឲ្យជ្រុះធ្លាក់ទៅកាន់រាងកាយរបស់ប្រូ GM យ៉ាងសោះសាច់តែម្ដងចំណែកអាបែកកូនមីនក៏ធ្វើជានិយាយថាសុំទោសផងខ្ញុំរអិលដៃបាត់ទៅហើយប្រូ GM បានសម្លឹងទៅកាន់គេទាំងខ្សែភ្នែកកំណាចក៏ព្រោះតែគាត់បានដឹងថាអាបែកកូនមីនម្នាក់នេះមានចេតនាច្បាស់ណាស់ដូចនេះហើយគាត់ក៏ចាប់ដើមសួរទៅកាន់គេតើឯងចង់បានអ្វីពីយើងទៅអាបែកកូនមីនគាត់ទៅលើចឹងគេក៏ចាប់ដើមប្រែទឹកមកហើយគ្នារបស់គេ3នាក់ទៀតដែលមានដៀងមែនតើបានចូលមកសម្លក់ប្រូ GM របស់យើងហើយថែមទាំងនិយាយឌៀមដាមទៅកាន់គាត់ពីរូបរាងលក្ខណៈសម្បត្តិអីចឹងទៅព្រោះបើតាមពួកគេប្រឌិតមើលទៅប្រូ GM របស់យើងដូចជាមិនស័ក្តិសមជាឃាតករសម្រាប់មនុស្ស7នាក់តទៅសោះអាបែកកូនមីនក៏បន្តសើចនឹងបាននិយាយថាហេតើឯងមិនសប្បាយចិត្តទេមែនពេលដែលបានជួបមិត្តចាស់អញ្ចឹងបន្ទាប់ពីនិយាយរួចគេក៏ចាប់ផ្ដើមដើរមកជិតប្រូ GM រួចក៏បានយកដៃមកខាងចាប់ក្បាលប្រូ GM បោកទៅកាន់តុដែលមានដេកូស្រួចនៅខាងក្រោមដែលមើលទៅពិតជាស្រាវខ្លាំងមែនទែនអាប៉ែកូនមីនក៏និយាយថាមើលទៅឯងដូចជាភ្លេចហើយថាកាលពីមុនពួកយើងទាំងពីរមានតំណែងបែបណាទាសោតសាច់រឿងក៏បានរំលឹកទៅកាន់អតីតកាលរបស់អ្នកទាំងពីរបន្តិចនៅក្នុងបន្ទប់ដៃវ៉ាន់មួយអាប៉ែកូនមីនកាលនោះគឺជាក្មេងប្រុសម្នាក់ដែលចូលចិត្តប៊ូលីគេមែនទែនហើយគេក៏តែងតែទៅធ្វើបាបទៅកាន់ប្រូ GM ជារឿយៗចំណែកឯពេលនេះក៏ដូចគ្នាគេបានចាប់ប្រូ GM ឲ្យទៅឃុំនៅក្នុងទូដាក់កៅអៅមួយដែលទូមួយនោះពោពេញទៅដោយឌីកូលដោមឡើងសោះសាច់តែម្ដងយើងដែលអ្នកទស្សនាឃើញបែបនេះហើយគឺដឹងច្បាស់មែនទែនថាប្រូ GM ដែលស្ថិតនៅក្នុងទូឌីកូមួយនោះប្រកបជាមុតសោះសាច់ពេញរាងកាយនឹងឯងប្រូ GM កាលនោះគឺជាក្មេងប្រុសស្លូតបូតម្នាក់បានសុំអង្វរទៅកាន់គេឲ្យឈប់ប៊ូលីមកកាន់ខ្លួនក៏ប៉ុន្តែអាប៉ែកូនមីនវាមិនខ្វល់ឡើយថែមទាំងបានសោះចំអកទៅកាន់គាត់ថែមទៀតផងចំណែកពេលបច្ចុប្បន្នវិញគេនៅតែដូចមុនដដែលនៅតែបន្តសោះចំអកប៊ូលីមកកាន់គាត់ឥតឈប់ឈរនៅពេលនោះអាប៉ែកូនមីនក៏ខ្វាដេកូមកក្តាប់រួចក៏បានប្រើវាវហាទៅកាន់កតាមុខរបស់ប្រូ GM ប៉ុន្តែត្រូវចាំថាប្រូ GM បានសម្លាប់មនុស្ស7នាក់រួចមកហើយដូច្នេះគាត់មិនមែនជាក្មេងទន់ខ្សោយដូចកាលពីមុនទៀតទេនៅក្នុងគណៈពេលនោះដៃរបស់អាប៉ែកូនមីនក៏ត្រូវបានចាប់រីឯដេកូមុតស្រួចជាច្រើនក៏ត្រូវបានធ្លាក់ទៀតចេញដូចគ្នារបស់អាប៉ែកូនមីនរួមជាមួយនឹងជន់យ៉ងបន្ទាប់ពីឃើញដូចនេះគេពិតជាមានការភ្ញាក់ផ្អើលមែនទែនក៏ព្រោះតែនៅពេលនេះប្រូ GM ចាប់ផ្ដើមតដៃជាមួយគេនិងបានបញ្ចេញទឹកមុខដ៏សែនកំណាចដែលឆ្លើយប្រាប់ទៅកាន់អាប៉ែកូនមីនថាតើឯងចង់ឃើញយើងសម្លាប់មនុស្សដោយរបៀបណាមែនទេនៅហើយគ្នាយើងពួកគេទាំងពីររៀបនឹងចាប់ផ្ដើមបើកការវិវហាទៅហើយក៏ប៉ុន្តែស្រាប់តែត្រូវបានផ្អាកទៅវិញដោយសារតែប៉ូលីសធ្វើការយាមនៅកន្លែងហ្នឹងបានមកខាត់ដូចនេះហើយអ្នកទាំងពីរក៏ចាប់ផ្ដើមបបាយគ្នាទៅដោយមុននឹងចាក់ចេញអាប៉ែកូនមីនក៏ងាកមកប្រាប់ដែរថាឲ្យប្រូ GM នឹងរងចាំទៅពួកគេទាំងពីរច្បាស់ជាជួបគ្នាម្ដងទៀតអូខេចឹងក៏ចឹងទៅចឹងយប់ឡើងជូយ៉ននិងប្រូ GM ក៏បាននិយាយគ្នាដល់ជាដំបូងជូយ៉នទូឯករបស់យើងចង់អរគុណទៅកាន់ប្រូ GM ដែលបានចូលមកខាត់គេកុំឲ្យសម្លាប់ទៅកាន់អាប៉ែសេងហូកាលពីប្រហែលថ្ងៃមុនបើសិនជាពេលនោះគេជ្រុលដៃសម្លាប់អាប៉ែសេងហូប្រកបណាស់ខ្លួនគេប្រកបជាមានទោសកាន់តែធ្ងន់និងមិនងាយចាក់ចេញពីគុកមួយនេះបាននោះឡើយដូច្នេះគេក៏ប្រហែលមិនអាចទៅសងសឹកឪពុករបស់ខ្លួនដូចគ្នាចំណែកប្រូ GM ក៏មិនសូវជាខ្វល់ប្រមាណដែរដែលប្រាប់ទៅកាន់ជូយ៉ងវិញថាឥឡូវនេះឯងចាំពាក់បំណុលយើងមួយកុំភ្លេចសងផងអូខេសងក៏សងមួយសន្ទុះក្រោយមកប្រូ GM ក៏ត្រូវបានអ្នកយាមគុកនៅកន្លែងធ្វើការអ្នកទោសបានហៅគេឲ្យមកជួយសម្អាតបរិវេណកន្លែងហ្នឹងក៏ព្រោះតែគាត់មានការចោទរវល់សំខាន់នៅឯប្រទេសឯណោះដូច្នេះហើយគាត់ចង់ពឹងឲ្យប្រូ GM របស់យើងហ្នឹងធ្វើការចាត់ចែងការងារជំនួសគាត់ផងហើយបើគិតមែនតើដូចជាសង្ស័យដល់ហើយប៉ុន្តែមិនដឹងប្រកែកអ្មេចបន្ទាប់ពីប៉ូលីសម្នាក់នោះបានចាក់ចែងផុតប្រូ GM របស់យើងក៏បានឃើញនៅមេអំបៅមួយក្បាលកំពុងស្ថិតនៅលើតុរបស់គេផងដែរឃើញដូច្នេះហើយគេក៏ចាប់ផ្ដើមនឹកឃើញទៅកាន់រឿងរ៉ាវកាលពីមុនកាលពីនៅតូចគេនិងអាប៉ែកូនមីនគឺជាមិត្តភក្តិល្អជាមួយគ្នាហើយអាប៉ែកូនមីនមានចំណូលចិត្តខុសប្លែកពីគេដោយព្យាយាមចាប់ទៅលើសត្វល្អិតដូចជាមេអំបៅអីហ្នឹងមកថែរក្សាដែលជាហេតុធ្វើឲ្យសិស្សសាលាដទៃទៀតដែលស្ថិតនៅក្នុងថ្នាក់របស់គេចាប់ផ្ដើមសើចចំអកនិងមើលងាយទៅកាន់គេដូចគ្នាចំណែកប្រូ GM កាលនោះក៏តែងតែជាអ្នកដែលតែងតែការពារអាប៉ែកូនមីនរហូតមកដែលមិនឲ្យសិស្សណាម្នាក់ហ៊ានមកប៊ូលីគេបាននោះឡើយហើយអ្វីដែលគួរឲ្យកត់សម្គាល់នោះប្រូ GM គឺជាសិស្សពូកែនៅក្នុងថ្នាក់ដែលជាហេតុធ្វើឲ្យសិស្សផ្សេងទៀតចូលចិត្តស្រឡាញ់និងតែងតែមកលេងជាមួយនឹងប្រូ GM របស់យើងជារឿយៗហើយរឿងរ៉ាវមួយនេះក៏បានបន្តទៅជារឿយៗរហូតប្រូ GM និងអាប៉ែកូនមីនចាប់ផ្ដើមឃ្លាតឆ្ងាយគ្នាបន្តិចម្ដងលែងសូវជួបមុខគ្នាទៀតពី3ឆ្នាំក្រោយមកក៏លេចលើពាក្យចចាមរាមួយចំនួនដែលនិយាយអំពីអាប៉ែកូនមីនត្រូវបានសិស្សសាលាដទៃតែងតែបូលីទៅកាន់គេហើយនៅក្នុងគណៈពេលនេះអាប៉ែកូនមីនក៏ត្រូវបានពួកនោះចាប់យកទៅធ្វើទរណកម្មនៅក្នុងបន្ទប់មួយផងដែរគ្រាន់តែលើចឹងភ្លាមប្រូ GM របស់យើងក៏មានការព្រួយបារម្ភផ្លែតហើយគេក៏បានសម្រេចចិត្តទៅតាមជួយអាប៉ែកូនមីនតែម្ដងទៅប៉ុន្តែវាខុសពីការរំពឹងទុករបស់គេទាំងស្រុងបន្ទាប់ពីបានចូលទៅដល់បន្ទប់សម្ងាត់មួយនោះវត្តមានរបស់អាប៉ែកូនមីនក៏បានចេញមកឬក៏ធ្វើការច្រានគាត់ចូលទៅក្នុងទូដាក់កៅអៅមួយនិងធ្វើការទាញទ្វារបិទ
បិទលន់សតក្រឹបដែលជាហេតុធ្វើឲ្យសិស្សសាលាប្រមាណអ្នកទៀតដែលនៅខាងក្រោយខ្នងរបស់គេក៏ចាប់ផ្ដើមសោចកងរំពងឡើងយ៉ាងណាមិញមកដល់ពេលនេះអពៈគុណមីនបានប្រែប្រួល360ដឺក្រេតែម្ដងដោយគេចាប់ផ្ដើមរាប់អានទៅកាន់មិត្តភ័ក្តិខុសហើយធ្វើនៅរឿងរ៉ាវមួយចំនួនដ៏គួរស្អប់ខ្ពើមផងដែរប្រូជីអឹមដែលស្ថិតនៅក្នុងទូមួយនោះក៏បានសុំអង្វរទៅកាន់អពៈគុណមីនឲ្យដោះលែងខ្លួនប៉ុន្តែអពៈគុណមីនវាមិនព្រមនៅឡើយវាប្រាប់ឲ្យប្រូជីអឹមធ្វើការទ្រាំទៅតែបន្តិចទេគាត់ច្បាស់ជាអីហើយរួចក៏ធ្វើការយកដេកគោនិងញញួរដោមទៅកាន់ទូមួយនោះឡើងសោះសាច់នឹងឯងត្រឡប់មកកាន់បច្ចុប្បន្នវិញនៅពេលនេះមេអំបាំងមួយក្បាលដែលប្រូជីអឹមកំពុងឃើញអំបញ្ញមិញត្រូវបានអពៈគុណមីនចូលមកចាប់កំទេចចោលបាត់ទៅហើយបន្ទាប់មកគេក៏ចាប់ដើមនិយាយជាមួយនឹងប្រូជីអឹមថាយើងពិតជាស្អប់ឯងខ្លាំងណាស់មនុស្សគ្រប់គ្នាតែងតែស្អប់សត្វល្អិតក៏ប៉ុន្តែពួកគេបែរជាចូលចិត្តសត្វមេអំបៅតែដែលការពិតមេអំបៅគ្រាន់តែជាសត្វល្អិតមួយក្បាលប៉ុណ្ណោះចំណែករវាងយើងទាំងពីរនាក់ក៏ប្រៀបដូចជាសត្វល្អិតផងដែរហើយឯងប្រៀបដូចជាមេអំបៅដែលមនុស្សគ្រប់គ្នាចូលចិត្តស្រឡាញ់រាប់អានប៉ុន្តែយើងបែរជាត្រូវបានមនុស្សគ្រប់គ្នាបដិសេធមិនអើពើនិងស្អប់ខ្ពើមប្រៀបដូចជាសត្វក្អែបអញ្ចឹងហើយថាតើវាយុត្តិធម៌ទេដោយឡែកបើយើងក៏លេចទៅកាន់ប្រូជីអឹមគាត់ក្តាប់ដៃយ៉ាងណែនស្ដាប់ទៅកាន់សម្ដីរបស់អពៈកូនវុនទាំងកំហឹងចំណែកអពៈកូនវុនក៏បន្តនិយាយថាស្ដាប់យើច្បាស់យើងដឹងច្បាស់ណាស់ថាឯងមានចរិតបែបណាតាមពិតទៅឯងតែងតែសម្ដែងនៅចំពោះមុខរបស់អ្នកដទៃថាខ្លួនគឺជាមនុស្សទន់ខ្សោយប៉ុន្តែធាតុពិតរបស់ឯងគឺជាមនុស្សខុសខើហើយវាកាន់តែច្បាស់ថែមទៀតនៅពេលដែលព័ត៌មានចាប់ផ្ដើមចុះផ្សាយថាឯងបានសម្លាប់មនុស្សអស់7នាក់ប៉ុន្តែរឿងមួយនេះបានធ្វើយើងពិតជាមានការសប្បាយចិត្តមែនទែននៅវិនាទីមួយនោះប្រូជីអឹមក៏ចាប់ផ្ដើមដើរទៅជិតគេព្រមទាំងសួរបញ្ជាក់ថាហើយចុះឥឡូវតើឯងចង់បានអ្វីពីយើងអពៈកូនវុនក៏ចាប់ផ្ដើមសើចឡើងក៏ព្រោះតែអ្វីដែលគេចង់បានគឺជាការប៊ូលីទៅកាន់ប្រូជីអឹមបន្តនឹងឯងរឿងពេញនោះគ្នារបស់គេ3-4នាក់ក៏ចាប់ដើមមកចាប់ដៃចាប់ជើងប្រូជីអឹមជាប់រួចក៏បានប្រើកម្លាំងទាំងអស់រុញច្រានឲ្យប្រូជីអឹមចូលទៅក្នុងទូដាក់អីវ៉ាន់ដែលនៅក្បែរហ្នឹងបន្ទាប់មកក៏ធ្វើការបិទទ្វារលាន់សតក្រឹបតែម្ដងបាទហើយគ្មានទេពួកគេក៏ចាប់ដើមយកចង្វាក់មករុំជុំវិញទូនោះចាក់សោចិត្តឈឹងតែម្ដងប្រូជីអឹមក៏មានការស្រឡាំងកាំងផងដែរនៅពេលនោះគ្នារបស់អពៈកូនមីនរួមតែគេក៏ចាប់ដើមសើចឡើងក៏ព្រោះតែអពៈកូនមីនបានទុកកាដូពិសេសមួយជូនទៅកាន់ប្រូជីអឹមនៅក្នុងទូមួយនោះដូចគ្នារីឯកាដូរបស់គេគ្មានអ្វីក្រៅពីពពួកសត្វល្អិតដែលមានក្អែបខ្ទួយអីអស់នឹងនោះទេបន្ទាប់មកពពួកសត្វល្អិតទាំងអស់ក៏ចាប់ដើមវាពេញខ្លួនប្រារបស់ប្រូជីអឹមដែលបណ្ដាលឲ្យគាត់ចាប់ផ្ដើមព្រឺសម្បុរខ្ញាក់ប៉ុន្តែគាត់មិនស្រែកសំបីតែមួយម៉ាត់ឡើយគឺប្រឹងទប់ខ្លាំងមែនទែនដែលជាហេតុធ្វើឲ្យគ្នារបស់អពៈកូនមីនចាប់ដើមរអ៊ូឡើងក៏ព្រោះតែគោលបំណងរបស់ពួកគេចង់ឲ្យប្រូជីអឹមស្រែកនឹងឯងប៉ុន្តែឥឡូវបែរជាស្ងាត់ទៅវិញដល់ពេលអញ្ចឹងអត់សូវសុបាយទាសោតនៅក្នុងគណៈពេលមួយនោះស្រាប់តែលេចចេញនៅវត្តមានបរិសង្ហាម្នាក់បានដើរចូលមកដែលម្នាក់នោះគ្មានវិណាឆ្ងាយទេក្រៅពីជូយ៉ងដែលជាតួឯករបស់យើងនឹងឯងដំណើររបស់គេពិតជាឌឺខ្លាំងមែនទែនយកដៃដាក់ចូលកប៉ាល់ដើរអត់មានជាពាក់ពីណាសំបីតែមួយរៀលពួកអដៃដែលនៅកន្លែងហ្នឹងដល់ពេលឃើញចឹងវាគាំងដែរហើយក៏ឆ្ងល់ដូចគ្នាថាជូយ៉ងហ្នឹងគឺជាពីណាគេបើជាហ៊ានចូលមកកន្លែងរបស់គេអញ្ចឹងចំណែកតួឯករបស់យើងក៏ឆ្លើយទៅវិញដោយប្រើកដាប់ដៃមកជំនួសមាត់នឹងឯងរពេញនោះគេក៏ចាប់ដើមប្រើដៃម្ខាងចាប់ទៅកាន់ស្មាអពៈម្នាក់ដែលនៅក្បែរហ្នឹងដែលបណ្ដាលឲ្យគេចាប់ដើមស្រែកយ៉ាងទាំងការជឿចាប់ឃើញដូចនេះហើយគ្នាគេម្នាក់ទៀតក៏ចាប់ដើមសម្រុកមកវិបហាជូយ៉ងបន្តក៏ប៉ុន្តែសូមចូលរួមសោកស្ដាយផងក៏ព្រោះតែជូយ៉ងក៏បានប្រើរទេះជើងវត្តទៅកាន់កតាមុខរបស់គេលន់សតតែប៉ាំងបាត់ទៅហើយដែលកំ លាំងតតមួយនេះពិតជាខ្លាំងមែនទែនបណ្ដាលឲ្យអពៈម្នាក់នោះប៉ើងខ្ទាតទៅបុកទូរបស់ប្រូជីអឹមឡើងរបើកទ្វារបន្តិចផងដែរចំណែកអពៈកូនវុនរួមជាមួយគ្នាដទៃទៀតពិតជាមានការស្រឡាំងកាំងមែនទែនហើយមិនគួរជឿសោះថាមនុស្សម្នាក់នេះពិតជាមានកម្លាំងខ្លាំងដល់ថ្នាក់ហ្នឹងចំណែកជន់យ៉ងដែលជាតួឯករបស់យើងក៏ចាប់ដើមក្តាប់ដៃឡើងពុតដៃឬសតតែក្រែកមុននឹងនិយាយទៅកាន់ប្រូជីអឹមដែលនៅក្នុងទូថាស្ដាប់យើងឲ្យច្បាស់ម៉ាជីអឹមនៅពេលនេះយើងនឹងសពបំណុលរបស់ឯងវិញហើយយ៉ាងមិនដែរគ្នាយើងរឿងថ្មីមួយនេះល្អមើលឬអត់បើអ្នកនរគ្នាចូលចិត្តកុំភ្លេច comment ប្រាប់មកកាន់ admin ឲ្យបានដឹងផងណាទីសោតគ្នាយើងប្រកាសជាឆ្ងល់ហើយចុះរឿងរបស់ដាជុនតើចប់ហើយមែនហើយនេះហើយ admin សូមប្រាប់ទៅរឿងរបស់ដាជុនមិនទាន់ចប់ទេនៅច្រើនភាគទៀតណា admin នៅតែធ្វើជូនតតែហ្នឹងប៉ុន្តែនៅពេលនេះ admin បានឃើញនៅរឿងថ្មីហ្នឹងវាល្អមើលដែរដល់អញ្ចឹងក៏ចង់យកវាមកចែករំលែកទៅកាន់អ្នកនរគ្នាដូចនេះហើយបើគ្នាយើងពេញចិត្ត admin នឹងធ្វើវគ្គបន្តជូនហើយបើសិនបើចង់ប៉ាកាហ្វេ admin ក្នុងការផលិតវីដេអូគ្នាយើងអាចឧបត្ថម្ភបានណា So yeah នឹងហើយអត់មានអីត្រូវនិយាយច្រើនទៀតទេនៅក្នុងគណៈពេលនេះខ្ញុំបាទ Guy bye bye